ជំរាបសួរបងប្អូនឥឡូវបើវីដេអូថ្មីបងប្អូននេះទាញមកឃើញសាច់គោ1គីឡូនៅក្នុងទូបងប្អូនទាញមកយកទៅប្រឡាក់បងប្អូននេះយកទៅដើរទៅប្រឡាក់បងប្អូនឥឡូវយកបោះចានបោះជ្រុញនេះធ្វើឲ្យឌឺឥឡូវសាច់គោ1គីឡូយើងចាប់ដើមស្រែកថងសិនបងប្អូនឥឡូវស្រែកថងហើយចាប់ដើមយកកធុនហើយនឹងយកទៅលាងមកបងប្អូននេះសាច់គោស្រស់ល្អបងប្អូននេះសាច់តែវាអត់សូវល្អប្រហែលដែររៀងយីតិចតែអែមប៉ុណ្ណឹងអាចប្រឡាក់ហូបឆ្ងាញ់បានប៉ុណ្នេះយើងវាយវាឲ្យរីកសាច់ឲ្យវាទន់រឹងឲ្យវាប្រឡាក់ឆាប់ចូលនេះឥឡូវយើងចាប់ដើមវែកមើលសាច់គោបងប្អូនសាច់គោយើងនេះថ្មីបងប្អូនស្រស់ទុំយកមកឥឡូវយកកធុនយកមកដាក់លាងបងប្អូនឥឡូវយើងឆ្លៀតយកទៅលើដាក់លាងបន្តិចហើយយើងដាក់ចូលនេះកន្លែងឡាំបូលាងចានបើកទឹកបន្តិចហ្នឹងហើយចាំឲ្យយើងច្របាច់វាឲ្យជ្រុបបន្តិចហើយយើងចាក់ទឹកចោលបងប្អូនរួចចាក់ទឹកចោលហើយយើងយកទៅហាន់ប្រឡាក់ហ្នឹងហើយហាន់ប្រឡាក់យើងលាងរួចឥឡូវយើងដាក់ហ្នឹងលាក់មួយមកដាក់មួយឲ្យមានស្អាតតិចដើម្បីវានេះក៏បាត់យើងចាប់ដើមហ្នឹងឥឡូវយើងចាប់ដើមហាន់បងប្អូននេះឥឡូវយើងមិនចាប់ដើមហាន់ទេចុងភៅមួយទៀតគឺចុងភៅមកល្មមមេចុងភៅនេះមួយចុងភៅមកល្មមឡោះហាន់យកហ្មងខ្ញុំគាត់ថាធ្វើរៀបចំឲ្យទេខ្ញុំអត់បាននេះទេអត់បានធ្វើទេសុំច្រឡំចុងភៅ2បងប្អូននេះសុំច្រឡំឥឡូវយើងចាប់ដើមហាន់ដាក់បងប្អូននេះហាន់យកចលើយដាក់អីឲ្យស្អាតនេះឥឡូវយើងចាប់ដើមវែកសាច់ណាល្អប៉ុន្តែសាច់មិនសូវល្អប៉ុន្មានណាបងប្អូនយើងមិនគូធម្មជាតិគូស្រុកស្រែយើងវាមិនសូវល្អដូចគូទីក្រុងនេះចាប់ដើមហាន់ដាក់ហ្នឹងបងប្អូននេះវាមានតាមຂະຫນាតតិចឲ្យវាប្រឡាក់ទៅឆាប់បានចូលជាតិឆាប់បានហូបយើងប្រឡាក់ហើយយើងយកអោបវារយៈពេលពី3ទៅ1ម៉ោងទៅ2ម៉ោងឥឡូវយើងតាមដើមផ្សំគ្រឿងបងប្អូននេះយើងតាស្គីមានស្ករនឹងបញ្ចេញណាកុំដាក់ផ្អែមពេកចុងភៅនេះលេងនៅផ្អែមរហូតចប់ហ្មងដល់ពេលអាំងបានដឹងថានេះអាំងក្រៀមអាំងខ្លោចរហូតវាសាច់យើងដាក់ស្ករច្រើនឥឡូវយើងចូលដល់ដាក់ម្រេចថែមម្រេចបន្តិចឲ្យវាមានរសជាតិបងប្អូននេះមួយចុងភៅគេនេះដល់តែមុខកមើចង់ប្រឡាក់ទេតែគាត់ប្រឡាក់ឆ្ងាញ់យកឲ្យគាត់ប្រឡាក់ហ្នឹងហើយតោះមកយើងដាក់ប៊ីចេងស្កររួចអស់ហើយយើងចាប់ដើមមកនេះដាក់អំបិលបន្តិចដាក់អំបិលថែមបន្តិចឲ្យចូលមកដាក់ពីខ្យងណាអូបាច់ដាក់ពីខ្យងដាក់ពីខ្យងបន្តិចចុងភៅរឹងណាបងប្អូនបាក់និយាយគ្នាតោះមកនេះខ្ញុំយកទៅច្របាច់ឲ្យហ្នឹងហើយរួចខ្ញុំច្របាច់គេផ្សំគ្រឿងហើយខ្ញុំអ្នកច្របាច់បងប្អូនចុងភៅអ្នកច្របាច់អ្នកផ្សំគ្រឿងថែមត្រូវចិត្តស្រឡាញ់តាណាថែមខ្លួនឯងបំណងតិចតួចទៅបងប្អូនច្របាច់ទៅរយៈពេលទុក1ម៉ោង2ម៉ោងរួចយើងយកទៅហាលបងប្អូនឥឡូវតើយើងមានប៉ុណ្ណឹងបងប្អូននេះរួចរាល់ហើយមានអីប្រឡាក់សាច់បែបធម្មតាយើងមានគ្រឿងអីធម្មតាឆ្ងាញ់ណាស់បងប្អូនហើយបងប្អូននេះឥឡូវយើងរួចរាល់ហើយចាប់បានទស្សនាក្រោយបងប្អូននេះចាំមើលសារវិចិត្រសិនឆ្ងាញ់